បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសហ្នឹងហើយថ្ងៃនេះខ្ញុំបាទនឹងលើកយករូបចម្លាក់មួយទាំងដែលពាក់ព័ន្ធជាមួយនឹងសមុទ្រគោទឹកដោះមកបកស្រាយនិងទម្លាយជាសច្ចធម៌ពិតចែកជូនបងប្អូនទាំងអស់គ្នាយកទៅពិចារណានិងស្វែងយល់ទាំងអស់គ្នាព្រោះរឿងសមុទ្រគោទឹកដោះនេះវាសំខាន់ណាស់សម្រាប់យើងគ្រប់គ្នាដែលត្រូវដឹងអំពីសាច់រឿងនេះព្រោះសាច់រឿងនេះគឺពាក់ព័ន្ធជាមួយនឹងធម្មជាតិនៅក្នុងខ្លួនរបស់យើងគ្រប់គ្នានេះឯងហ្នឹងហើយអញ្ចឹងកន្លងមកខ្ញុំបកណាបានធ្វើជាវីដេអូបង្ហាញអំពីសភាវៈ2ឲ្យបងប្អូនទាំងអស់គ្នាបានដឹងហើយគឺមានសភាវៈអាក្រក់និងសភាវៈល្អតែសភាវៈអាក្រក់នោះគឺជាតួនៃអកុសលនិងអកុសលកម្មឬមួយអកុសលធម៌ចំណែកឯសភាវៈល្អគឺតំណាងឲ្យកុសលធម៌ឬកុសលកម្មអញ្ចឹងនៅពេលដែលយើងបានស្គាល់អំពីរូបចម្លាក់នឹងទាំងពីរនេះហើយយើងក៏ដឹងអំពីសភាវៈពីរនឹងច្បាស់ដូចគ្នាអញ្ចឹងយើងត្រូវដឹងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងរូបនាគនឹងហើយរូបនាគគឺតំណាងឲ្យភាពបរិសុទ្ធរបស់យើងគ្រប់គ្នានេះឯងអញ្ចឹងនៅក្នុងខ្លួនយើងនេះកន្លងមកថ្មបានបង្ហាញប្រាប់ហើយថានៅក្នុងខ្លួនយើងគឺមានសភាវៈពីរដែលគង់នៅសភាវៈអាក្រក់គឺនៅខាងឆ្វេងនៅខាងស្ដាំហើយសភាវៈអាក្រក់គឺនៅខាងស្ដាំនិងសភាវៈល្អនៅខាងឆ្វេងយើងចំណាំទាំងអស់គ្នាសូម្បីតែផ្ទាំងរូបចម្លាក់នៃសមុទ្រគោទឹកដោះនេះក៏គេបង្ហាញឲ្យយើងឃើញដូចគ្នាដែរទៅពេលដែលបងប្អូនទៅដល់បងប្អូននឹងឃើញថារូបចម្លាក់នៃយក្សនេះយើងនិយាយយក្សម្ដងហ្នឹងណាហើយតំណាងឲ្យសភាវៈមិនល្អហ្នឹងអញ្ចឹងយក្សគឺនៅខាងស្ដាំដៃហើយចំណែកឯរូបទេវតាគឺនៅខាងជើងដៃហើយនឹងពាក់ព័ន្ធជាមួយនឹងរូបអណ្ដើកហេតុអីក៏មានអណ្ដើកទ្រហ្នឹងណាអញ្ចឹងយើងតើតែស្គាល់អំពីសភាវៈរូបនីមួយឬជារូបនាគរូបអណ្ដើករូបត្រីរូបសឹងណារូបកពើអញ្ចឹងវាសិតតែមានអត្ថន័យនិងតំណាងនៃសភាវៈនីមួយរបស់យើងគ្រប់គ្នាហ្នឹងអញ្ចឹងនៅពេលដែលយើងគ្រប់គ្នាបានយល់និងស្គាល់និងដឹងអំពីរូបនីមួយហើយអញ្ចឹងយើងងាយស្រួលក្នុងការចំណាំងាយស្រួលក្នុងការដឹងអំពីរូបចម្លាក់នានាតាមប្រាសាទមិនថានៅខាងកោតូចកោធំទេតែយើងស្គាល់អំពីរូបចម្លាក់នៃតួអង្គនីមួយហើយយើងអាចទស្សនាហើយយើងអាចនឹងស្វែងយល់អំពីអត្ថន័យនៃអក្សរចម្លាក់នីមួយទាំងអស់គ្នាហើយអញ្ចឹងខ្ញុំកណ្ណានឹងបង្ហាញអំពីសច្ចធម៌អាថ៌កំបាំងនៃរូបចម្លាក់សមុទ្រគោទឹកដោះឲ្យបងប្អូនទាំងអស់គ្នាបានដឹងថាសមុទ្រគោទឹកដោះនេះវាពាក់ព័ន្ធអ្វីជាមួយនឹងយើងពាក់ព័ន្ធអ្វីជាមួយនឹងធម្មជាតិខាងក្នុងរបស់យើងអញ្ចឹងនៅក្នុងផ្ទាំងសមុទ្រគោទឹកដោះនេះគឺបែងចែកជាពីរណាចំពោះសត្វនាគអញ្ចឹងនាគវាមាននៅខាងលើនិងខាងក្រោមនៅពេលដែលបងប្អូនទៅទស្សនាបងប្អូននឹងឃើញហើយឃើញមាននាគខាងលើមានយក្សមួយចំហៀងនិងខាងទេវតាមួយចំហៀងចំណែកឯខាងក្រោមគឺអត់មានទេគឺមានតែប្រភេទត្រីប្រភេទក្រពើប្រភេទសឹងប្រភេទ
ដើរប្រភេទនាគចឹងគេចង់ឲ្យយើងដឹងថាខាងលើនៅខាងក្រោមហ្នឹងវាយ៉ាងម៉េចសួរអានេះយើងចាប់ដើមមកទស្សនាទាំងអស់គ្នាណាណាមកលេងនៅសច្ចៈធម៌នៅសម្បត្តិគូទឹកដោះនៅចម្លាក់ប្រាសាទអង្គរតូចនៅទិសខាងកើត អញ្ចឹងវាជាចំណុចកណ្ដាលណាកណ្ដាលនៃរូបចម្លាក់ដែលទៀងទាត់ហ្នឹងតែយើងគ្រប់គ្នាថាហៅទៀងទាត់ហ្នឹងនេះគឺជាចំណុចនៃក្បាលឃើញទេក្បាលហ្នឹងគឺមានរូបគេហៅថារូបយក្សហ្នឹងតំណាងឲ្យរាហុអសរៈហ្នឹងឃើញទេបងប្អូនឃើញវាមាននាគខាងលើនិងនាគខាងក្រោមអញ្ចឹងនាគខាងលើហ្នឹងគឺតំណាងឲ្យនាគខាងក្រោមនេះចង់និយាយថានាគខាងក្រោមគឺតំណាងឲ្យភាពបរិសុទ្ធនៃសត្វទាំងឡាយនេះឃើញទេយើងឃើញហើយសត្វទាំងអស់ហ្នឹងគឺតំណាងឲ្យចម្ពោះនៃមនុស្សយើងគ្រប់គ្នានឹងការដំណាក់ភេទត្រីអញ្ចឹងទៅជាភេទគេហៅថាពាក់ព័ន្ធជាមួយនឹងចម្ពោះរបស់យើងគឺធម្មតាអញ្ចឹងណាចំណែកឯទូកសឹងណាគឺតំណាងឲ្យធម្មជាតិរបស់ពពួកចម្ពោះមនុស្សដែលមានអំណាចហើយចំណែកនេះគឺតំណាងឲ្យពីពងតកូលអ្នកពងពោះចឹងយើងថាដឹងថារូបនាគខាងក្រោមនោះគឺតំណាងឲ្យភាពបរិសុទ្ធរបស់នេះសត្វទាំងអស់នេះសត្វទាំងអស់ហ្នឹងបើយើងអត់ដឹងទេយើងថាជាសត្វប៉ុន្តែសត្វទាំងអស់នេះនៅពីក្រោយនៃសត្វទាំងអស់នេះគឺតំណាងឲ្យចម្ពោះណារបស់មនុស្សយើងតាមសតវណ្ណៈហ្នឹងឃើញឥឡូវវាត្រូវដាច់តិចទីនេះដាច់អស់ហើយភាសាអីអារូបនាគនឹងឯងនាគដែលកំពុងតែសភាវៈ2គឺខាងសភាវៈល្អនិងសភាវៈអាក្រក់នេះកំពុងតែនាំគ្នាដើមគ្នាណាយល់ទេគឺដណ្ដើមភាពបរិសុទ្ធរបស់អ្នកខាងក្រោមនឹងឯងអញ្ចឹងនៅក្នុងខ្លួនយើងគឺវាពាក់ព័ន្ធជាមួយនឹងក្នុងខ្លួនយើងគឺវាមាននេះឃើញធម្មជាតិបរិសុទ្ធដែលតំណាងឲ្យសត្វនាគហ្នឹងណាត្រូវបានសភាវៈនេះសភាវៈមិនល្អនឹងកំពុងតែគេហៅថាអូសទាញណាកំពុងទាញអញ្ចឹងនៅក្នុងសភាវៈពីរហ្នឹងយើងអាចសម្គាល់បានថាមើលយើងមើលតាមរូបភាពទៅឃើញខ្លួនច្បាស់គ្នានេះឃើញដាច់ទឹកទីអស់អញ្ចឹងបើសិនណាយើងគ្រប់គ្នាអត់ដឹងអត់យល់អំពីកិច្ចការមួយនេះយើងច្បាស់ជាអូនេះជាសមុទ្រខាងក្រោមមកមានត្រីមានក្រពើវាមិនដែលមានសឹងណាតែនៅក្នុងទឹកវាមិនដែលមាននាគណាតែនៅក្នុងទឹកសត្វនេះមានតែត្រីមិនដើរក្រពើអីទេតែវានៅក្នុងទឹកអញ្ចឹងគុំច្រឡំទៀតអាខាងក្រោមហ្នឹងដែលយើងព្រមគ្នាហៅថាទឹកហ្នឹងគឺគេហៅថាទឹកអម្រឹតហ្នឹងហើយទឹកអម្រឹតយើងនេះទេទឹកអម្រឹតមានន័យថាទឹកអម្រឹតខ្ញុំចង់បញ្ជាក់ថាខាងក្រោមនេះទឹកអម្រឹតនឹងភាពបរិសុទ្ធរបស់យើងនេះវាត្រូវបច្ចុប្បន្ននេះវាត្រូវតិចទីអស់ហើយវាត្រូវបាច់បាក់អស់ហើយដោយសារអំណាចនៃសភាវៈមិនល្អហ្នឹងកំពុងតែអូសទាញហើយសួរតែសភាវៈទាំងអស់ហ្នឹងវានៅណាវានៅក្នុងខ្លួនយើងនឹងឯងហើយចំណែកឯរូបសត្វអណ្ដើកនេះគឺជាមេត្តាទី1ដែលបានបង្កើតលោកមកនឹងបង្កើតយើងគ្រប់គ្នាហ្នឹងហ្នឹងហើយនេះហៅថាមេត្តាទី1ដែលគាត់ហ្នឹងហើយជាមេត្តាទី1ដែលទ្រទ្រង់យើងដែលបង្កើតយើងនឹងទីនោះអញ្ចឹង
ក្នុងរូបចម្លាក់នៃសមុទ្រគោទឹកដោះនេះទី1គេឲ្យចង់ឲ្យយើងស្គាល់អំពីខ្លួនឯងថាក្នុងខ្លួនរបស់យើងគ្រប់គ្នាណាវាមានសភាវៈ2ដែលគង់នៅនេះសភាវៈ2ហ្នឹងដែលវានៅហ្នឹងគឺសភាវៈអាក្រក់វានៅខាងស្ដាំសភាវៈល្អវានៅខាងឆ្វេងចំណាំទុកវាកំពុងអូសទាញនៅភាពបរិសុទ្ធរបស់យើងដែលជារូបនេះតំណាងនៃភាពបរិសុទ្ធរបស់យើងគ្រប់គ្នាហ្នឹងហើយយើងគ្រប់គ្នាកំពុងតែអ្នកនៅខាងកតុយកំពុងតែរេមានរេមិនកំពុងតែចិត្តកំពុងគិតថាអូអញមិនដឹងថាខាងណាល្អមិនដឹងអាណាល្អមិនដឹងអាណាអាក្រក់ទេអញ្ចឹងរឿងទាំងឡាយមិនថាក្នុងរឿងមួយខាងក្រៅរឿងមួយខាងគឺពាក់ព័ន្ធជាមួយនឹងពីគឺសភាវៈអាក្រក់នេះកំពុងតែគោទៅមុខហើយយើងទៅគ្នាបាត់បង់អាទឹកកម្រិតបាត់បង់អាភាពបរិសុទ្ធរបស់យើងអាផ្ទាំងខាងក្រោមខ្ញុំនិយាយអញ្ចឹងហើយយើងស្វែងរកអញ្ចឹងហ្នឹងហើយការស្គាល់ខ្លួនឯងក៏ដូចគ្នាតែយើងស្គាល់សភាវៈហ្នឹងហើយដឹងហើយនេះត្រូវយើងធ្វើម៉េចណាយកទូហនុមាននេះមកសង្កត់មកចាប់ឲ្យជាប់ថាកុំឲ្យញាតនាបិទណាឃើញទេហើយយើងពិចារណាទៅលើរឿងហេតុទាំងអស់នេះឯងហ្នឹងហើយដោយសារมันបានខ្ញុំបកណ្ណាมันបាននិយាយផ្ទាល់នៅកន្លែងប្រាសាទនេះដែលថាមានការបានពីអាជ្ញាធរអញ្ចឹងមានតែការបកស្រាយតាមនេះទេអញ្ចឹងយើងបានបកស្រាយដូចអ្វីដែលយើងទៅនិយាយផ្ទាល់នេះណាថ្ងៃខ្ញុំមានតែប៉ុណ្្នឹងឯងសូមសប្បាយទាំងអស់គ្នា